Chụp xuống ở kia, nhưng chụp bật tay, nhưng chụp này đi. ខ្ញុំឈ្មោះពិសិដ្ឋ ឥឡូវនេះផងដែរពួកយើងកំពុងតែនៅ Premier Science នៅឯមហោស្រពវិទ្យាតាមពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាឆ្នាំ2026 ហើយនៅក្នុងវីដេអូនេះដែរពួកខ្ញុំទាំង3នាក់នឹងបង្ហាញអ្នកគ្នានៅទស្សនវិជ្ជាផ្សេងៗស្តង់ពិព័រណ៍ក៏ដូចជាសកម្មភាពរបស់សិស្សនៅក្នុងកម្មវិធីរបស់យើងក៏ដូចជាការសម្ភាសន៍និងបង្ហាញនៅចំណាប់អារម្មណ៍របស់អ្នកចូលរួមតំណាងដៃគូសិស្សសានុសិស្សនិងក្រុមការងាររបស់យើងផងដែរ បើសិនបើអ្នកទាំងអស់គ្នាចង់ដឹងថាមានអីកើតឡើងខ្លះតោះមកមើលជាមួយពួកខ្ញុំទាំងអស់គ្នា ឥឡូវខ្ញុំកំពុងតែនៅផ្លូវចូលនៃកម្មវិធី Festival របស់យើងនៅពេលដែលយើងចូលមកដល់ភ្លាមយើងនឹងឃើញ stand booth របស់យើងមុនគេគឺជា booth របស់ organization របស់យើងចង់ដឹងថានៅ stand booth នោះមានអីគេខ្លះយើងទៅមើលទាំងអស់គ្នា Hello បងអញ្ចឹងបងជាអ្នក lead song stand របស់យើងថ្ងៃហ្នឹងតើបងអាចបង្ហាញបន្តិចពី song stand របស់យើងបានទេបង អូខេអញ្ចឹង Stong Sam ថ្ងៃហ្នឹងយើងមាន game ឲ្យកូនសិស្សគាត់លេងអញ្ចឹង game ហ្នឹងចំនួន6 game ហើយយើងអាចយើងមាន5 monitor ឲ្យពួកគាត់លេងម្ដងបាន5នាក់ហើយក៏ពេលណាគាត់ឆ្លើយសំណួរនៅ game របស់យើងឈ្នះគាត់នឹងមានសិទ្ធិប្រវល់កងដើម្បីយកតុក្កតាឬក៏រង្វាន់ជាច្រើននៅខាងក្នុងហើយឥឡូវយើងចូលមកមើល game យើងចឹងដូចពួកគាត់ពងលេងនេះគឺមានមួយជា Code Breaker មួយនេះគឺ Mass Sprint ចឹងយើងមាន4 game ថែមទៀតដែលជា Card Game Puzzle Game ហើយជាមួយនឹង True or False មួយ Memory Match ចឹងអ្នកនាងបើចង់មកតេស្តអាចមកបាននៅ STEM Festival បាន2026នេះ Yes អរគុណច្រើនបង Thank you Hello Hi, what school are you from I'm from Paragon ISC, and these are my teammates from the same school. Can you tell us a little bit about your project Oh, it's about crystal making. So we're here to demonstrate how crystals are formed, how they can be found in our everyday life. And here's an example. I think you know this one. Oh alright It's sweet. It's rock candy. edible is it It's edible, but I don't recommend eating it because it can get you a free ticket to diabetes. Oh, alright what made you decide to do this project Oh, it's because we're only 8th grade and it's an easy project, but it also has something to do with math. It fits the theme perfectly actually because there's geometry and crystals are linear. They form patterns, very specific patterns. Here we have the math right here. And basically what this project does is just to showcase the different shapes of crystals. Yeah, it's to show crystals, and we are using real-time experiments. So later, once this is done, we can show you. I think you know hot ice. So basically, we create a crystal, and we just pour it on top, and we see a real crystal forming in real time. And this is going to be the end product, Something right? like this. Yeah, this is just sugar water though. Oh, I see. It's a very interesting project. Thank you. Thank you. អូខេសួស្តីអូន សួស្តីអូន អូខេអញ្ចឹងអូនមកពីក្រុមណាដែរហើយមកពីសាលាណាដែរអាចជួយណែនាំខ្លួនបន្តិចបានទេ ខ្ញុំមកពីសាលា Glowlink International School តើតើជាមួយ project អូនធ្វើពីអីគេដែរ ខ្ញុំធ្វើពីដៃ robot ដែលអាចចាប់អវ៉ាន់ស្រាបាន អញ្ចឹងតើតើជាមួយដៃហ្នឹងវាដំណើរការមួយយ៉ាងអាចបង្ហាញបងបន្តិចបានទេ សម្រាប់អានេះវាដំណើរការទាំងអស់យើងមកអាចធ្វើអានេះឡើងលើចុកខំឡើងលើចុកខំអានេះយើងធ្វើឲ្យវាដំណើរការទៅសងខាងហ្នឹងជួយស្ដាប់បាទអានេះសម្រាប់ចាប់នេះធ្វើឲ្យវាចាប់ object is this box. So we will try to make this box move. Okay. Is it close enough? អូខេអញ្ចឹងបងឃើញថាអាចធ្វើចលនាបានច្រើនមានទាំងលើក្រោមជួយស្នាមឲ្យចាប់ទៀតអញ្ចឹងតើតើមួយ project ហ្នឹងអូនជួបតាក់ទងជាមួយនឹងបញ្ហាអីខ្លះដែរឬក៏តាក់ទងមួយ challenge អីដែលធ្វើកំឡុងពេលធ្វើហ្នឹង ចឹងពេលដែលពួកយើងធ្វើ project ហ្នឹងបញ្ហាដែលយើងជួបច្រើនជាងគេហ្នឹងគឺជាមួយសារ៉ាំងគឺដោយសារតែពេលយើងភ្ជាប់វាហ្នឹងពេលខ្លះទៅសយោវា like មានខ្យល់ច្រើនពេកទៅបាញ់ទឹកអត់ចេញឬក៏វា like មានខ្យល់ច្រើនពេកហើយពេលខ្លះទៅឧទាហរណ៍ថាបាញ់ខ្លាំងពេកទៅវាអាចនឹងបាក់សារ៉ាំងហ្នឹងឬក៏ផ្ទុះហ្នឹងឯងហើយប៉ុន្តែក្រៅពីហ្នឹងគឺអត់សូវមានបញ្ហាច្រើនទេដោយសារ it's
easy វាស្រួលធ្វើដែរ ជាងតើតងជាមួយនឹងការធ្វើនឹងវិញអូនគិតថាវាអាចនឹងជួយគេដែរទៅកាន់ការប្រើប្រាស់ឬក៏តើតងមួយសង្គមជាមួយយើងតើវាមានអត្ថប្រយោជន៍អីដែរអាចនិយាយមួយពីរបានទេ ចឹងតាក់ទងនៅ project ហ្នឹងខ្ញុំគិតថាយើងអាចជួយដល់សង្គមដោយសារវាអត់ប្រើអគ្គិសនីវាអាចយើងអាចជំនួសអគ្គិសនីជាមួយនឹងទឹកហើយយើងមានការប្រើជារូបវិទ្យាគឺជា Pascal law អញ្ចឹង is គឺជាការរុញនឹងទាញអញ្ចឹងទៅវាអាចជួយផ្លាស់ប្ដូរប្រើជំនួសអញ្ចឹងខ្ញុំគិតថាហ្នឹងវាអាចជួយ ចឹងបងឃើញថា project នេះពិតជាល្អមែនតើយើងអត់សូវប្រើច្រើនតែវាមានអត្ថប្រយោជន៍ច្រើនអូខេអរគុណច្រើនអូន សួស្តីអូនចឹង project của này ngày đang thuê bị ai đâu ខ្ញុំធ្វើអំពីកសិកម្មហើយនឹងប្រព័ន្ធបើកភ្លើងអូតូ bắt đầu ba phơi ô tô ហើយនឹងបូមទឹក ở này ai show tích ban này យើងអាចនិយាយទៅអត់យកបញ្ចេញសម្លេងទៅធ្វើនឹងពីខាងហើយប៉ុន្តែយើងជឿយកការផ្លុំមកបងដោយសារហោហ្នឹងហើយ ô បាយអត់បង ôចឹងអូបម៉ែបើតែមែនតើចឹងបើមានភ្លើងបើចៅបើមកចឹងវាបើកភ្លើងមិនក៏មិន យើងនឹងឆ្លងទៅចំណុចមួយបងនៅពេលដែលយើងឆ្លងចំណុចមួយទៅយើងអាចនឹងនិយាយពាក្យមួយឬក៏តាក់ដៃទៅភ្លើងនឹងតាក់ដៃបើកមក អូ that's so nice ចឹងបងចង់ដឹងថានៅក្នុងការធ្វើ project ហ្នឹងអូនឯងមានឧបសគ្គអីគេខ្លះដែរនៅក្នុងការធ្វើ project ហ្នឹង ហើយតែទីមួយគឺមិនតែពេលខ្លះអត់ស្របគ្នាទេប៉ុន្តែពួកយើងព្យាយាមសម្របសម្រួលដើម្បីឲ្យ project មួយហ្នឹងដំណើរការបានល្អហើយទី2ត្រូវចំណាយពេលយូរហើយនឹងភាពអត់ធ្មត់ហើយទី3ត្រូវមានកំណត់ creative ច្រើនដូចជា design ខាងគាត់ហ្មងអ្នកផ្ទះហ្នឹងគឺគាត់អ្នក decorate ហ្មងហ៎បងល្អហ្មង ចឹងបើប្រៀបធៀបទៅនឹងជីវិតពិតដែរចឹងហេតុអីបើអូនឯងជឿរើឲ្យរៀបថានៅពេលយើងក្លាប់ដៃចឹងទៅវាបើកភ្លើងឬក៏ពេលយើងផ្លុំអីចឹងទៅវាបើកភ្លើងហេតុអីបើអូនឯងជឿ យ៉ាបងឥឡូវខ្ញុំឧបមាថាបើសិននៅពេលយប់បើសិនជាយើងអត់ចង់ធៀវរកកន្លែងបើកភ្លើងអីចឹងទៅយើងចំទីតាំងទៅនិយាយទៅគឺអូតូហ្មងទី2បើសិនជាអ្នកដែលគាត់មានកាយសម្បត្តិឲ្យគ្រប់គ្រាន់អញ្ចឹងយើងគាត់អាចនិយាយសំឡេងទៅគឺចេញបានហ្មងបងចា អូនអូនចាំមែនតើនៅបង្ហាញពី project អូនឯងថ្ងៃនេះចឹងអូនច្រើនអូន ហើយអូនតើអូនអាចប្រាប់បងបន្តិចបានអត់អំពី project របស់អូន បងអាចសាក់មើលនេះមើល title ហ្នឹងមានន័យថាម៉េច Taking up facts ហេតុអីទីមើលហេតុអីយើងដូរ F fact កន្លែងនេះដល់ដាក់ PH វិញ project នេះនិយាយពី PH ឡបង PH ហ្នឹងប៉ុន្តែនេះ PH ហ្នឹងធ្វើយកពីណាវិញ តុងថ្ម យកមកពីដីដោយសារ digging កំពុងជីកយកពីដីហើយឥឡូវយើងអាចបង្ហាញនេះនេះលើប្រភេទដីមុនចូលដល់ប្រភេទដីយើងមើលនេះសិនមានកន្លែងភ្នំផងតំបន់ត្រីតំបន់ទន្លេហើយនេះតំបន់ដីក្រហមនៅតំបន់ដីស្រែយើងអាចឃើញដើមឈើ3នេះដល់ពេលអានេះមានអាស៊ីតច្រើនពេកចឹងទៅវាអត់ដោះលូតលាស់អត់សូវល្អទេហើយវាអត់សូវមានស្លឹកហើយដល់ហាងនេះបាស់វាច្រើនវាអត់សូវល្អដែរវាអត់សូវមានដើមឈើវាអត់ដល់សូវលូតលាស់មានជីជាតិច្រើនដល់ពេលហាងនេះកណ្ដាលហ្នឹងវាអត់សូវមានវាល្មមអាស៊ីតក៏បានល្មមដីអាស្បាស់ក៏បានល្មមចឹងទៅឃើញវាដកបានស្អាតខ្ញុំណាក់គូស្អាតហើយ ស្អាតអូន ចឹងទៅដល់ពេលនេះទៅយើងបានដីធម្មតាដីស្រែដីខ្សាច់និងដីទន្លេយើងអាចយកกระดาษ PH នេះមកដិតលើដីហ្នឹងទៅដើម្បីយកសំណើមហើយយើងចាំពី3នាទីទៅយើងយកមកទៀងជាមួយអានេះដើម្បីឃើញថាអាហ្នឹងជាដីអ្វីហើយដីហ្នឹងមាន PH ប៉ុន្មានឧទាហរណ៍ដីនេះយើងមើលទៅនេះយើងពេលហ្នឹងខ្ញុំវាស់មួយដីស្រែយើងយកមកដល់នេះមកយើងឃើញនេះដល់ពេលឃើញ color តិចក្រោមនេះហ្នឹងយើងយកមកផ្ទៀងមួយនេះមកដូចលេខ10តិចលេខ9តិចចឹងទៅវាថា9ឡើង9 10ចឹងទៅដីហ្នឹងវារៀងមានបាសជាងច្រើនបាទហ្នឹងហើយបង ចុះ project របស់អូនមានអត្ថប្រយោជន៍អីគេខ្លះ ហ្នឹងអត្ថប្រយោជន៍បាយឋានហ្នឹងយើងអាចដឹងថាដីណាដែលដីជាដីល្អដើម្បីយកមកប្រើប្រាស់ដើម្បីដាំដុះនៅតាមដងផ្លូវចឹងណាដើម្បីដឹងថាដីហ្នឹងល្អចឹងទៅយើងយកមកដាក់តាមដងផ្លូវដើម្បីឲ្យពេលដាំដើមឈើទៅវាដកបានលូតលាស់ល្អបាទ ចុះអូនគិតថាហេតុអីបានអូនសម្រេចចិត្តយក project នេះយកមកធ្វើ ដោយសារ project ហ្នឹងវាច្រើនគេធ្វើពីទឹករហូតចឹងទៅអត់ដែលគេប្រើដីទេហ្នឹងវាប្លែកពីគេចឹងទៅខ្ញុំយកមកប្រើទៅដើម្បីវាយើងដឹងទាំងអស់គ្នាដឹងថាទៅច្រើន អរគុណច្រើនអូន និយាយបង ជម្រាបលាអូន Hello
What school do you come from? We come from Asian Hope. So can you explain us about your project today, like how it works? Okay, so our project is about aquaponics, and the word aquaponics comes from aquaculture and hydroponics. Aquaculture being the farming of fishes, and aquaponics and hydroponics being the farming of plants with only water, no soil. Yes. So the process of it is, first of all, you see the fishes in the water, right? They poop out ammonia, or poop. Let's just call it poop. And then the ammonia infested waters will get absorbed through this water pump in the side, and the water will be transferred up through this tube into this biofilter. The biofilter has a job of converting this ammonia into nitrates, which are good for the plants. The plants need this for repair because they have bacteria and stuff inside these small little balls. So why do you need this? We need this because this is really relevant because right now, as you know, there's rapid urbanization and this is really sustainable and it requires less land and less water, like 90% less land and water than like traditional farming methods. What were the challenges you guys experienced doing this project? The challenges were our like building experience. This morning when we came on tuk-tuk, it broke, so we had to repair it on the spot. But we somehow made it work. So Thank you so much for this interview. Thank you. Thì số on trang project អូនឯងថ្ងៃហ្នឹងធ្វើពីអីដែរអូន ធ្វើពី project របស់ខ្ញុំថ្ងៃហ្នឹងគឺធ្វើអំពី drone ដែលវាអាច scan ដីហ្នឹងឃើញមីន អូអញ្ចឹងអូនឯងអាច explain ថាវា work មិនបានទេថា drone ហ្នឹងវា fly មួយម៉ែត្រពីលើដីហ្នឹងអីចឹងណា បាទចំពោះការបញ្យល់អំពីផលនីមួយៗចាំខ្ញុំបញ្យល់តាម step by step អូខេ so កន្លែងនេះគឺជា control box គឺជាកន្លែងវាប្រៀបបានជាខួរក្បាលនៃ drone ហ្នឹងរីឯកន្លែងនេះគឺជាកន្លែងសម្រាប់ drone ដែលវាហោះឡើងទៅលើកន្លែងនេះគឺជា metal detector sensor វាជា sensor មួយដែលវា scan ទៅដីហ្នឹងហើយវាអាចចាប់បានថាកន្លែងហ្នឹងគឺជាមីនបន្ទាប់ពីវា scan ហើយអ្នកជំនាញខាងជីកកាយរងមីនហ្នឹងគឺជីកកាយដីដើម្បីរងមីនធ្វើតាមវិធីនេះគឺដើម្បីឲ្យប្រជាជនកម្ពុជាយើងគឺមានសុខសុវត្ថិភាពស្ថិរភាពនិងបើនិយាយជាអង់គ្លេសទៅគឺ mind free គឺគ្មានមីនហ្មងគឺសុវត្ថិភាព ចាំមុនចង់សួរដែរថានៅក្នុងការធ្វើ project ហ្នឹងអូនឯងបានជួបឧបសគ្គអីគេខ្លះនៅពេលឧបសគ្គដែលខ្ញុំហើយមិត្តភក្តិខ្ញុំបានជួបគឺការស្រាវជ្រាវហើយការគិតថាតើ drone នេះគឺធ្វើមិនតើវាអាចដំណើរការឬក៏អត់នៅពេលអនាគតអញ្ចឹងតើចាចាំមុនចង់សួរមួយទៀតបងឯងធ្វើអានេះ creative មែនតែបងចង់សួរថាឧបមាបងឯងមាន budget ច្រើនជាងហ្នឹងបងឯងចង់ធ្វើ drone ហ្នឹងជារបៀបម៉េចដែរគឺ drone ឲ្យវារៀងទំនើបហើយវាសុវត្ថិភាពជាក់លាក់និងច្បាស់លាស់បាទអរគុណច្រើនអូនអរគុណអូនបាយអូខេជាសួរអ្នកគ្រូបាទខ្ញុំសួរអ្នកគ្រូចេញមកពីខាងសាលាណាដែរចាអ្នកគ្រូមកពីវិទ្យាល័យហ៊ុនសែនចាក់រ៉េបាទអញ្ចឹងថ្ងៃហ្នឹងអ្នកគ្រូដឹកនាំសិស្សមកចូលរួមនៅកម្មវិធីវិព័ន្ធវិទ្យាសាស្ត្ររបស់ STEM EOC របស់យើងអញ្ចឹងនៅពេលដែលខ្ញុំចង់ដឹងពីចំណារអារម្មណ៍របស់អ្នកគ្រូនៅពេលដែលមកដល់ផ្ទាល់ឃើញទស្សនវិជ្ជានៅក្នុងកម្មវិធីអ្នកគ្រូមានអារម្មណ៍មិនដែរចានៅពេលដែលអ្នកគ្រូដឹកនាំសិស្សមកជួបនៅទស្សនវិជ្ជាផ្ទាល់នេះឃើញថាសិស្សសាលាយើងបច្ចុប្បន្នអ្នកគ្រូមិនថាសំដៅទៅលើសាលារដ្ឋឬក៏គ្រឹះស្ថានឯកជនទេគឺគាត់មានគំនិតច្នៃប្រឌិតខ្ពស់នៅក្នុងការរៀបចំបង្ហាញចែករំលែកនៅចំណេះដឹងពាក់ព័ន្ធនឹង STEM ហ្នឹងបានន័យថាធ្វើឲ្យកូនសិស្សរបស់អ្នកគ្រូគាត់មានចំណាប់អារម្មណ៍ទាំងអស់គ្នាគាត់ដើរពេញសាលគាត់បានសាកល្បងនិងបានសាកសួរគ្រប់ព័ត៌មានពាក់ព័ន្ធទៅនឹងតាមប៊ូតមួយដែលខាងសាលានីមួយៗគាត់រៀបចំចា៎អញ្ចឹងបន្ទាប់ពីអ្នកគ្រូបានឃើញហើយអញ្ចឹងមានទាំងសាលារដ្ឋនិងឯកជនដែលគាត់មកចូលរួមចាំងច្រើនអញ្ចឹងនៅពេលដែលអ្នកគ្រូបានឃើញហើយសិស្សអ្នកគ្រូបានឃើញហើយអ្នកគ្រូមានជាពាក្យពេចន៍អីបន្ថែមដើម្បីប្រាប់ដើមទៅអ្នកដែលគាត់អត់បានមកចូលរួមដែលចង់ផ្ដើមទៅគាត់ឬក៏ជាលក្ខណៈជាការផ្ដល់យោបល់ទៅកាន់ពួកគាត់អីគ្រូ
ចាអញ្ចឹងនៅពេលជាទូទៅនៅក្នុងការរៀបចំកម្មវិធីមានន័យថាយើងអាចបានចូលរួមទាំងអស់គ្នាទេឱកាសគឺមានទៅតាមសាលានីមួយៗសាលាណាដែលមានឱកាសគឺគាត់បានមកឃើញផ្ទាល់បានមកជួបផ្ទាល់ចាបានអនុវត្តផ្ទាល់អញ្ចឹងអ្នកគ្រូក៏ផ្ដែផ្ដាំទៅកម្មវិធីបើសិនជាកម្មវិធីមានអាចថាបើកទលំទលាយកាន់តែទលំទលាយជាងនេះដើម្បីឲ្យសិស្សគាត់បានចូលរួមទាំងអស់គ្នាតែម្ដងគឺគាត់បានដឹងបានឮបានឃើញបានជួបផ្ទាល់តែម្ដងបានថាផ្ដល់បទពិសោធន៍ផ្ដល់ផលប្រយោជន៍ល្អទៅដល់មកថាបើកចិត្តបើកគំនិតឲ្យសិស្សតាមសាលានីមួយៗហ្នឹងគាត់កាន់តែមានចំណាប់អារម្មណ៍ទៅលើការសិក្សាទៅលើជាពិសេសទៅលើខាងចំណេះដឹងទៅលើខាង STEM ហ្នឹងដែរចា៎ បាទអញ្ចឹងជាក់ស្ដែងទៅគឺកម្មវិធីនេះគឺបើកឲ្យចូលរួមជាសាធារណៈអីអញ្ចឹងដោយសារតែសាលាយើងមានច្រើនអញ្ចឹងយើងបាននាំមកមួយចំនួនហើយមួយចំនួនទៀតគាត់អាចអញ្ជើញមកចូលរួមខ្លួនឯងបានអញ្ចឹងទោះបីគាត់ខកខានឱកាសបានមកចូលរួមពេលនេះគាត់អាចចូលរួមកម្មវិធីផ្សេងៗដែលរៀបចំដោយ STEM ហើយកម្មវិធីនេះផងដែរគឺរៀបចំជារៀងរាល់ឆ្នាំអញ្ចឹងគាត់អាចមកចូលរួមបានផងដែរបាទអញ្ចឹងអរសូមអរគុណច្រើនអ្នកគ្រូបានចូលរួមបាទយូសូបងនៅខាងធីមណាដែរបង នៅខាង guide team in an environment បង អូខេអញ្ចឹងខាង guide team ហ្នឹងគេធ្វើឲ្យខ្លះដែរតើតូនជាមួយនឹង event របស់យើង យើងជួយរៀប organize ថាបើសិនជាភ្ញៀវមកចឹងគាត់រត់ផ្លើតឃើញអញ្ចឹងយើងអាចជួយរៀបចំគាត់អីចឹងហើយ for environment វិញយើងអាចប្រាប់គាត់នៅពេលកន្លែងណាកន្លែងអត់ស្អាតចឹងយើងអាចពិនិត្យមើលចឹងហ៎បង អូខេអញ្ចឹងតើតើជាមួយកម្មវិធីរបស់យើងលើនេះបងមកជា volunteer ទៅអញ្ចឹងបងមានចំណាប់អារម្មណ៍ឬក៏បងគិតថាមិនដែរបានសម្រាប់ចិត្តមក volunteer នៅ STEM របស់យើង ដោយសារតែខ្ញុំឃើញ event ហ្នឹងវាថា good ដោយសារ event ហ្នឹងធំដែលតាក់ទងទៅនឹង STEM វិទ្យាសាស្ត្រហើយខ្ញុំក៏ចូលចិត្តទៅខាង into ខាងហ្នឹង so basically ខ្ញុំមកហ្នឹងដើម្បី like មកមើលទាំង project មកដើម្បីជួយទាំងគេរៀបចំទៀតចឹងហ៎បងហើយក៏ឃើញគេរៀបចំ project ច្រើន and it's kind of like amazing អូខេឃើញរៀបចំ project ច្រើនអញ្ចឹងឥឡូវហ្នឹងអ្នកមកទស្សនាចូលរួម visitor របស់យើងហ្នឹងក៏គាត់មកច្រើនហើយអ្នកដែលធ្វើ project ក៏ច្រើនបងអាចដើរមើលហើយទេត្រូវអត់ ដើរមើលហើយខ្លះហើយបងចា៎ អូខេអញ្ចឹងបងមានចំណាប់អារម្មណ៍ឬក៏គិតថាមិនដែរសម្រាប់ project មួយដោយសារតែខ្ញុំឃើញ open remark មុនហ្នឹងឃើញថាមានរហូតដល់300 project ជាងដែល apply មកអញ្ចឹងបងមានចំណាប់អារម្មណ៍មិនដែរទាក់ទងជាមួយនឹង project ដែលបានដាក់បង្ហាញហ្នឹង like ខ្ញុំមានអារម្មណ៍ថាយើងលយដែរចុះដោយសារពួកគាត់ក្មេងៗតើ project ពួកគាត់ធ្វើគឺលយខ្លាំងមែនតើហើយគាត់ចេញមកមានកំណត់ឆៃបដិទ្ធខ្លាំងណាហើយគាត់បាន well រៀបចំល្អហ្មងហ៎បង អូខេអញ្ចឹងវាតែប៉ុណ្្នឹងឯងអរគុណច្រើនបងអូបង So what are you doing now? Now I'm helping to facilitate all the students who are visiting the annual Cambodia STEM Festival and welcoming them to visit our booth and many activities here. Are you excited to doing this role? Yes, I'm pretty excited because I get to see different people, students and professionals in the STEM field coming together to improve STEM education in Cambodia and also helping out, having fun studying and also learning more about STEM. Okay, so based on your idea, do you think that is having a benefit or more benefits to the students that are coming here and also what benefit that you think they're gonna get after watching or visiting all the booths, all the STEM booths from the students? I think they would be able to learn more about what STEM is and what is the actual STEM activity that we have here in Cambodia. Like there are a lot of STEM related booths, like companies that are teaching STEM, and also for students to know more about the STEM project and also knowledge and also discover fun activity that they can help with their STEM knowledge and also getting to know more people so that they are not they are getting more curious about STEM. Okay, that is very interesting. Thank you so much for your time. Thank you. Thank you. So Miss, we've talked about the annual STEM festival in a podcast and I'm sure a lot of our listeners have known about it. This festival this year is really big. How much has it grown from last year? It's grown by at least 120 projects, so that would be 2 or 3 students per group. I don't know the math. I should know the math, but I don't. But I think it's much bigger than last year. We might consider getting another hall next year if it keeps expanding. But I'm very excited and happy about the turnout today. What do you think of the festival? I really like it. I've seen a lot of projects which are really cool. One of my favorite is actually the motorbike. It's like kind of like a bicycle and they put some kind of machine on it. Yeah, it's really cool. How do you feel about the festival? It has grown this much. I'm very humbled
humbled and happy about it. It's always nice to see students and teachers, parents, and stuff all coming together for this festival. And I love seeing the new ideas and the new games and exhibits that we're able to bring every year. Something that I enjoyed this year is particularly our STEM booth because we have more STEM games and computers for students to try and check out. What are the improvements do you hope to have next year? How many projects how many projects do you expect to have next year? Yeah. Let's see. So this year we had 337. Next year maybe like 400. Let's try for that. But then if it's 400, we need a bigger hall. So we'll see about that. Yeah. Thank you so much for the interview today. Thank you. អញ្ចឹងការបង្ហាញអំពីទស្សនវិជ្ជានៃ STEM Festival របស់យើងថ្ងៃនេះបានជាបណ្ដាទីបញ្ចប់ហើយសូមអរគុណអ្នកនរគ្នាខ្លាំងមែនទែនដែលបានទស្សនាវីដេអូរបស់យើងតាំងពីដើមរហូតដល់ទីបញ្ចប់ So, we'll see you at the next annual Cambodia STEM Festival. Bye.